សម្រាប់មុខមហូបមួយមុខនេះឃ្លានហូបរៀងយូរក្រាន់ដែរឡើយតែអត់ដែលមានពេលអញ្ចឹងទៅថ្ងៃនេះមានពេលទៅរាវក្រុមតលេងទឹកផងអញ្ចឹងទៅយកក្រុមម្នាក់ធំមកធំបានតែ2 3នឹងផុតពីនឹងសិតតែទូចបងប្អូនអញ្ចឹងហាំបុកទឹកជ្រលក់ដាក់ទឹកត្រីកោះកងហូបទៅហើយទៅហើយបើថាក្រុមយើងពេលដែលយើងរោមមកដល់ភ្លាមយើងត្រូវត្រាំទឹកវាទុកមកជប់ឲ្យវាជ្រះដីហើយពេលដែលយើងស្ងោរវាហ្នឹងយើងត្រូវដាក់អំបិលដាក់ប៊ីចេងផងដើម្បីឲ្យវាមានជាតិអញ្ចឹងណាហើយលងើវារៀងយូរបន្តិចទៅព្រោះអីយើងយកមកហូបជាមួយនឹងទឹកត្រីកោះកងគឺឲ្យវាឆ្អិនសាច់ឲ្យវាផុយបដ អញ្ចឹងឥឡូវនេះក៏ចាប់ដើមបកក្រុមដាក់ហើយនិយាយពីខ្ចៅបងប្អូនអើយខ្ចៅដូងនេះហូបមិនក៏ចេះធុញដែរនិយាយពីសាច់វិញឡើងណែនហើយឡើងឆ្ងាញ់ហើយឡើងមានជាតិអញ្ចឹងឥឡូវនេះក្រុមរបស់យើងហើយនឹងខ្ចៅរបស់យើងបានឆ្កឹះរួចរាល់ហើយយើងត្រូវយកវាទៅស្រុះទឹកក្តៅមួយសាទៀតដើម្បីឲ្យវាដូចថាលាងសម្អាតវាឲ្យស្អាតអញ្ចឹងណាអញ្ចឹងយើងស្រង់វាមកយើងត្រូវយកវាមកដាក់ក្នុងទឹកត្រជាក់ដាក់ក្នុងទឹកត្រជាក់ដើម្បីសម្អាតវាមួយសាទៀតអញ្ចឹងតាពាំងរបស់យើងបើយើងបានស្ងោរពីល្ងាចយើងក៏ត្រូវយកមកដល់ក៏ត្រូវស្ងោរវាស្រោះវាជុំមួយសាទៀតដូចគ្នានឹងឯងហើយឥឡូវនេះទឹកជ្រលក់យើងក៏បុករួចរាល់ហើយខ្ចៅរបស់យើងក្រុមរបស់យើងហ្នឹងក៏បានស្រោះរួចរាល់ដែរហើយឥឡូវនេះនៅតាពាំងដល់វាមកហាន់តាពាំងម្ដងអូយហាន់តាពាំងហាន់កង់ល្មមកង់ខ្លីៗប៉ុណ្ណេះមកស្រួលហូបខ្លួនឯងអញ្ចឹងណាឥឡូវនេះហាន់តាពាំងយើងក៏រួចរាល់ដែរអញ្ចឹងយើងចាប់ផ្ដើមដាក់ក្រុមលើចានមកឥឡូវនេះចេញរូបរាងតិចហើយទំនួងដល់កហើយបងប្អូនអើយអញ្ចឹងយើងចាប់ផ្ដើមស្រោចទឹកជ្រលក់ពីលើមកសួរថាទឹកជ្រលក់ហឹលអត់ហឹលបងប្អូនហឹលមែនទេសួរតែឆ្ងាញ់អត់ក៏ឆ្ងាញ់ព្រោះអីមកទេសក៏ហឹលតាពាំងប៉ះតាពាំងទៀតនិយាយពីងុំចូលគ្នាបដ ாய் តែឆ្ងាញ់ណាអ្នកដែលហូបហឹលបានគិតថាតំណងបើអត់ហូបហឹលទីអាចជិះថាអូយរំតែឃើញនឹងឆេះកាពីអស់ហើយគ្មានសេះគ្មានសល់អីទេឥឡូវនេះឲ្យមេចុងភៅមកភ្លក់មិនគេទៅខ្ញុំអត់ចេះហូបឆេះទេអញ្ចឹងក៏មានតែគាត់នឹងឯងគាត់កាច់មកប្រហែលជា4 5មេឃនេះនឹងឯងសម្រាប់ហូបនេះឯងអញ្ចឹងឥឡូវនេះឲ្យគាត់ភ្លក់ឲ្យមើលឲ្យមើលមាត់គាត់មើលឆ្ងាញ់អត់អូយដល់កអើយឆ្ងាញ់ដល់កហឹលក៏ហឹលឆ្ងាញ់ក៏ឆ្ងាញ់មានពេលតនីអាចធ្វើហូបបានដែរបងប្អូនបើខ្ញុំវិញឲ្យតែខ្ញុំមានពេលតនីខ្ញុំទៅហើយតលេងទឹកផងតរាវខ្ចៅផងតរោក្រុមផងបាន2 3មុខអញ្ចឹងមកយកដល់អាចដោះស្រាយមកហូបយើងបានមកពេលហើយវាឆ្ងាញ់ទៀតរបស់ធម្មជាតិអញ្ចឹងណា